Ok ta, ngày nay mình video thayទៀតហើយដែលចង់ចែករំលែកទៅដល់អ្នកនរគ្នាអ្នកនរគ្នាអាចដឹងស្រាប់មើលទៅលើទូរស័ព្ទរបស់យើងគឺវាជាប់សលេងបែបនេះអញ្ចឹងយើងធ្វើអត់ចាញ់ទេថ្ងៃហ្នឹងដែរបើសិនជាអ្នកនរគ្នាប្រើទៅវាមានជាប់បញ្ហាសំឡេងបែបហ្នឹងតោះអ្នកនរគ្នាអាចចូលទៅអនុវត្តជាមួយខ្ញុំនរគ្នាអញ្ចឹងខ្ញុំក៏អត់ត្រូវរៀបរាប់ឲ្យច្រើនដែរអានេះខ្ញុំចាប់ផ្ដើមពីការ lock screen តែម្ដងពួកអីអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាជាប់ជួនកាលអាច lock screen ជួនកាលអាចអ្នកទាំងអស់គ្នាអាចបិទទូរស័ព្ទរបស់អ្នកនរគ្នាអញ្ចឹងទៅដើម្បីដោះបានអ្នកនរគ្នាអាចចុចតាមខ្ញុំនេះដូចស្ដាប់ឮគឺវាមាននិយាយតែម្ដងយើងធ្វើមិនក៏ដោយដើម្បីឲ្យដោះលេខកូដបានយើងចុចមកនេះអ្នកនរគ្នាអាចកវាសដើម្បីដោះលេខកូដមុនដំបូងយើងចុចឲ្យវា load ប្រឡោះនឹងមួយហើយយើងចុចឲ្យជាប់ទាញទៅលើចុចឲ្យជាប់ចេះកុំប្រឡែងដៃហើយម្ដងទៀតមកនេះអូខេគឺយើងរកកន្លែងចុចសោបានហើយបន្តទៀតអ្នកនរគ្នាដើម្បីចុចសោគឺខ្ញុំចាក់តែ4ខ្ទង់ឯងគឺយើងចុចទៅកន្លែងលេខដែលយើងចង់ដោះសិនមុនដំបូងផុតគឺយើងចុចទៅកន្លែងលេខ0បន្តទៀតយើងចុចមកប៉ក់ទៀតតបមកកន្លែងលេខដែលយើងត្រូវដោះគឺយើងចុចឲ្យអាផ្ទាត់វងមូលហ្នឹងវា load សិនដូចខ្ញុំគឺ0មុនខ្ញុំចុចមកកន្លែងលេខ0បន្តមកទៀតអ្នកនរគ្នាត្រូវចុច2ដងឲ្យញាប់1 2គឺវាឡើងលេខហើយបន្តទៀតយើងទៅលេខទី2អញ្ចឹងមក1 2ដូចគ្នាគឺវាឡើងដូចគ្នាអ្នកនរគ្នាព្យាយាមធ្វើអញ្ចឹងមកនេះដូចខ្ញុំគឺធ្វើហើយអញ្ចឹងខ្ញុំបង្ហាញប៉ុណ្ណឹងហើយយើងនឹងចូលទៅធ្វើការដោះទាំងអស់គ្នាអូខេបន្ទាប់ពីវាដោះសោបានហើយអ្នកនរគ្នាយើងចាប់ផ្ដើមទៅរក setting យើងចុចទៅលើ line setting នេះមកឲ្យវារត់បន្តជុំវិញដោយកន្លែងលេខយើងដោះ passcode មកអញ្ចឹងចុច2ដងលើវា1 2អូខេគឺវាចូលបន្តមកទៀតអញ្ចឹងខ្ញុំបង្ហាញពីដើមហ្មងនេះបន្ទាប់ពីយើងចូលមកក្នុង setting បែបហ្នឹងហើយអញ្ចឹងយើងទៅរកមុខងារដែលយើងធ្វើការដោះណាប៉ុន្តែអ្វីដែលយើងត្រូវដោះគឺយើងចូលកន្លែងនេះ accessibility កន្លែងរូបមនុស្សហ្នឹងយើងចុចលើហ្នឹងមកបន្តមកទៀតអ្នកនរគ្នាឲ្យចុចរូបវងចេញបែបហ្នឹងយើងចុច2ដង1 2លើវាអញ្ចឹងមកអូខេគឺបែបហ្នឹងហើយមុខងារហ្នឹងអត់នៅណាឆ្ងាយទេយើងចុចទៅកន្លែង voice over ហ្នឹងនេះអាខាងលើគេហ្នឹងចុចលើហ្នឹងមកតមទៀតចុចមួយទៀតមកអូខេបែបនេះហើយវានឹងឃើញប៊ូតុងមួយអានេះគឺវងរត់ជុំវិញស្រាប់ហើយយើងអត់ត្រូវពិបាកទៀតទេយើងគ្រាន់តែចុច2ដងលើវាមកឲ្យវារត់វងអញ្ចឹងណាយើងចុចមក1 2អូខេគឺបានបិទរួចរាល់ហើយអញ្ចឹងគឺវាលែងមានបញ្ហាអីទៀតហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយសូមអ្នកទាំងអស់គ្នាកុំភ្លេចចុច subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់ខ្ញុំជារៀងរាល់សប្តាហ៍ផងដែរ